ជំរើសនៃការហាត់ប្រាណគឺផ្អែកទៅលើគោលដៅសុខភាពហើយនិងពេលវេលារបស់យើងអញ្ចឹងបើសួរថាការរត់ហើយនឹងដើរមួយណាល្អជាងបងអាចជ្រើសរើសការរត់ក៏បានជ្រើសរើសការដើរក៏បានដោយផ្អែកលើគោលដៅរបស់បងសុខភាពរបស់បងហើយនិងពេលវេលារបស់បងបើសិនជាបងអត់សូវមានពេលវេលាគ្រប់គ្រាន់ទេហើយសុខភាពឆ្អឹងរបស់បងល្អសន្លាក់របស់បងល្អបងអាចជ្រើសរើសការរត់ព្រោះការរត់ដុតកាឡូរីបានរហូតដល់ទៅ2ឬក៏3ដងបើប្រៀបធៀបជាមួយនឹងការដើរតែបើសិនជាបងមានពេលគ្រប់គ្រាន់ទាក់ទងនឹងការហាត់ប្រាណសុខភាពរបស់បងអត់សូវល្អទេឆ្អឹងក៏មិនសូវរឹងមាំសន្លាក់ក៏មិនសូវជាសុខភាពល្អដែរបងអាចជ្រើសរើសការដើរហើយទាក់ទងនឹងការដើរឲ្យបានញាប់ការដើរញាប់គឺល្អមែនទែនសម្រាប់លទ្ធផលរបស់យើងវិធីសាស្ត្រនៅក្នុងការដើរក៏ជារឿងល្អមួយសម្រាប់អ្នកដែលទើបចាប់ផ្ដើមការហាត់ប្រាណវិធីសាស្ត្រក្នុងការហាត់ប្រាណដែលល្អមែនទែនហ្នឹងគឺបងប្អូនគ្នាធ្វើបន្តិចម្ដងទៅតាមលទ្ធភាពតាមសុខភាពតាមពេលវេលារបស់បងប្អូនគ្នាទៅតែព្យាយាមធ្វើឲ្យទៀងទាត់របៀបហ្នឹងទើបការហាត់ប្រាណហុចផលឲ្យបងប្អូនគ្នាបានល្អមិនថាគោលដៅរបស់បងប្អូនគ្នាក្នុងការហាត់ប្រាណជាអ្វីទេរបបអាហារគឺសំខាន់មែនទែនសម្រាប់គ្រប់គ្នាបើសិនជាបងប្អូនគ្នារៀបចំរបបអាហារបានត្រឹមត្រូវគឺបងប្អូនគ្នាទៅដល់គោលដៅរហូតដល់ទៅ80%ហើយ20%ទៀតគឺសកម្មភាពរាងកាយក្នុងការងារប្រចាំថ្ងៃរបស់បងប្អូនគ្នាគឺគ្រប់គ្រាន់ហើយ